រឿងមួយយប់ក្នុងព្រៃជួបខ្មោចក្នុងភូមិដ៏ស្ងប់ស្ងាត់មួយដែលហុំព័ទ្ធដោយព្រៃឈើងងឹតមនុស្សបានខ្សឹបខ្សៀវរឿងរ៉ាវអំពីខ្មោចអាថ៌កំបាំងមួយឈ្មោះលីណារៀងរាល់យប់ពន្លឺចម្លែកបានលេចឡើងនៅជិតព្រៃហើយគ្មាននរណាម្នាក់ហ៊ានចូលបន្ទាប់ពីថ្ងៃលិចឡើយអ្នកភូមិចាស់បាននិយាយគឺវិញ្ញាណរបស់លីណានៅតែវង្វេងនៅក្នុងព្រៃដោយហេតុថាចង់ដឹងយុវជនម្នាក់ឈ្មោះសេហាបាននិយាយថាបើមានខ្មោចច្រអត់ខ្ញុំចង់ដឹងការពិតពេលនោះសេហាបានកាន់ចង្កៀងមួយហើយដើរចូលទៅក្នុងព្រៃតែម្នាក់ឯងខ្យល់ត្រជាក់បានខ្សឹបតាមដើមឈើខណៈសំឡេងចម្លែកបានបន្លឺឡើងក្នុងភាពងឹតពេលនោះសេហាបាននិយាយថាលីណាអ្នកពិតជានៅទីនេះមែនទេសំឡេងខ្សឹបតិចបានឆ្លើយតបពីស្រមោលនៅជិតទន្លេចាស់មួយសេហាទីបំផុតបានឃើញខ្មោចរបស់លីណានាងស្លៀករ៉ូបពណ៌សហូរទឹកភ្លឺស្រទន់នៅក្រោមពន្លឺព្រះច័ន្ទភ្នែករបស់នាងពោពេញដោយកំហឹងមិនមែនពោពេញដោយទុក្ខព្រួយទេពេលនោះខ្មោចរបស់លីណាបាននិយាយថាក៏ខ្ញុំមិនដែលចង់បំភ័យអ្នកណាម្នាក់ទេស្រាប់តែសេហាក៏តបទៅវិញថាបើដូច្នោះហេតុអ្វីបានជាអ្នកនៅទីនេះលីណាបានបង្ហាញថាកាលពីយូរយារណាស់មកហើយនាងបានការពារភូមិក្នុងអំឡុងពេលព្យុះដ៏អាក្រក់មួយប៉ុន្តែបានបាត់បង់ជីវិតនៅក្នុងព្រៃចាប់តាំងពីពេលនោះមកវិញ្ញាណរបស់នាងបាននៅពីក្រោយដើម្បីមើលថែមនុស្សដែលនាងស្រឡាញ់វិញ្ញាណរបស់លីណាបាននិយាយទៀតថាពួកខ្ញុំបានស្នាក់នៅដើម្បីការពារភូមិសេហាបាននិយាយថាដូច្នេះអ្នកភូមិសំនឹងទទួលបានដឹងការពិតពេលព្រលឹមឡើងអារុនបានប្រាប់រឿងពិតរបស់លីណាដល់អ្នកភូមិការភ័យខ្លាចបានបាត់ទៅវិញហើយភូមិបានគោរពដល់សេចក្តីសប្បុរសរបស់នាងយឺតវិញ្ញាណរបស់លីណាបានរសាត់បាត់ទៅដោយសន្តិភាពចូលទៅក្នុងពន្លឺពេលព្រឹកអ្នកភូមិនិយាយថានាងមិនដែលជាសត្វចម្លែកទេនាងបានការពារយើងរហូតមកតែយើងមិនដឹង